បានសួស្តីបងប្អូននេះខ្ញុំចង់បង្ហាញបងប្អូននៅធុងជ្រលៀនក្រហមរបស់ខ្ញុំសម្រាប់បងប្អូនដែលគាត់ចង់ចំជ្រលៀនក្រហមហើយបងប្អូនអត់ដឹងថាចំពេលម៉េចបងប្អូនអាចមើលវីដេអូនេះទៅគឺសម្រាប់ការចំជ្រលៀនក្រហមនេះគឺយើងអាចចំវាបានច្រើនរបៀបបងប្អូនអាចចំដូចខ្ញុំចេះក៏បានបងប្អូនគ្រាន់តែមានធុងដែលយើងចោលណាធុងថ្មីក៏បានបងធុងចោលក៏បានបងប្អូនព្រោះនេះបើកាលណាបងប្អូនប្រើធុងថ្មីក៏យើងត្រូវចោះនៅចោះបាទរបស់វាដដែលអញ្ចឹងបើករណីបងប្អូនមានធុងចោលធុងចាស់ចោលល្អជាងបងប្អូនវាកុំឲ្យយើងខាតលុយទិញថ្មីណាហើយសម្រាប់ចំណីរបស់វាគឺលមុខសัตว์ឬក៏កាក់សំណល់ទៅបានបងកាក់សំណល់ទៅបដាយនោះគឺបដោតទៅលើបន្លែផ្លែឈើដែលយើងសល់ពីចក្រានបាយណាខ្ញុំនេះខ្ញុំមានខ្នោអីចឹងទៅដាក់ទៅដូចនេះគឺជាផ្លែខ្នោដែលវាស្អុយនោះដែលយើងដាក់ទៅចលៀនឡើងម៉ាស៊ីនឡើងដុំយើងបងចលៀននេះវាចូលចិត្តស៊ីបងប្អូនដែលពួកដូចជាអ៊ឺឡឹកដូចជាទាលទុយកពើអីហ្នឹងបងប្អូនមានបងប្អូនអាចយកចំវាបានហើយសម្រាប់អត្ថប្រយោជន៍របស់ជ្រលៀនក្រហមនេះគឺយើងចំវាដើម្បីធ្វើជាចំណីសត្វបងជ្រលៀនក្រហមនេះទាប៉ាអីចូលចិត្តស៊ីបងប្អូនអាចដែលត្រូវការពូជអាចទំនាក់ទំនងខាងបងប្អូនលក់ពូជបងប្អូនអាចផ្ញើបាន25ខេត្តក្រុងទីតាំងបងប្អូននៅស្រុកប្រស្រាច់ខេត្តព្រៃវែងអរគុណច្រើនបង